នេះខ្ញុំចង់បង្ហាញពីការ deactivate account ឬមួយក៏ delete account អញ្ចឹងជាដំបូងយើងចូល profile របស់យើងតោះមកយើង scroll ចុះក្រោមយើងយកពាក្យថា settings and privacy យកពាក្យថា settings បន្ទាប់មកយើងយកពាក្យ personal details យកពាក្យ personal details ម្ដងទៀតយើង click ខាងក្រោមនេះមក account ownership click អាទី2មក deactivation យើង click Facebook របស់យើងបន្ទាប់មកយើងយកជំរើសទី1មានន័យថាយើងបិទ account បដោះអាសន្នប្រៀបដូចយើង block ខ្លួនឯងអញ្ចឹងគេ search រកយើងក៏អត់ឃើញគេ tag រូបគេ tag អីឲ្យយើងក៏អត់ឃើញដែរប៉ុន្តែយើងនៅអាចដំណើរការ Messenger បានយើងនៅតែអាច chat បានអញ្ចឹងបើសិនជាយើងចង់បើកឲ្យ Messenger នៅដំណើរការអញ្ចឹងណាប៉ុន្តែលើកលែង Facebook profile របស់យើងមួយគឺ friend យើង search អត់ឃើញទេហើយគេចង់ take រូប take អីឲ្យយើងក៏អត់ឃើញហើយចង់ mention យើងនៅក្នុង comment អីក៏អត់ឃើញដែរនិយាយទៅដូចយើង block ខ្លួនឯងអញ្ចឹងហើយអ្នកខ្លះអាចនឹងយល់ច្រឡំថាយើង block គេប៉ុន្តែអត់ទេអានេះគឺយើងបិទខ្លួនយើងចោលបដោះអាសន្នអញ្ចឹងណាអញ្ចឹងចំណឹងជំរើសទី1បើអ្នកទាំងអស់គ្នាយកជំរើសទី2គឺយើង delete account យើងចោលហ្មងគឺយើងអត់លេងគឺយើង delete ចោលរហូតអញ្ចឹងណាឥឡូវយើងសាកចូលជំរើសទី1យើង click continue មកយើងដាក់ password មកអញ្ចឹងគេមានជំរើសច្រើនឲ្យយើងរើសហើយបើសិនជាយើងរើសយកបើសិនជាជំរើសរបស់យើងអត់មាន list នៅលើហ្នឹងទេយើងអាច click ខាងក្រោមហើយយើង explain ខ្លួនយើងក៏បានដែរតែសម្រាប់ខ្ញុំភាគច្រើនគឺខ្ញុំយកជំរើសទី1អញ្ចឹង Facebook សួរយើងបញ្ជាក់ម្ដងទៀតថាយើងចង់ log out ឬមួយក៏ចង់នៅតែចង់ deactivate គេឲ្យនិយាយថាគេសួរយើងដដែលអញ្ចឹងណាដើម្បីឲ្យ make sure ថាយើងសម្រេចចិត្តត្រឹមត្រូវអត់អញ្ចឹងឥឡូវយើងមកជំរើសខាងក្រោមគេនឹងសួរយើងថាយើងចង់ឲ្យ account យើងបើកដំណើរការធម្មតាវិញដោយខ្លួនឯងក្នុងរយៈពេលប្រហែលថ្ងៃអញ្ចឹងគេមានពី1ថ្ងៃរហូតដល់7ថ្ងៃអញ្ចឹងណាប៉ុន្តែបើសិនជាយើងចង់បិទរបៀបថាយើងចង់ block ខ្លួនឯងច្រើនជាង7ថ្ងៃ like more than 7 days ហ្នឹងគឺយើង click ខាងក្រោមនេះមកមានន័យថាវាអត់មានបើកដំណើរការវិញដោយខ្លួនឯងទេលុះត្រាតែយើង log in ដាក់ password ដាក់អីបើកមកធម្មតាហើយសម្រាប់ការបើក deactivate ហ្នឹងគឺងាយស្រួលទេគ្រាន់តែយើង log in ដាក់ password អីធម្មតាដូចយើង log in Facebook ធម្មតាអញ្ចឹងណាគឺ account យើងនឹងបើកដោយខ្លួនឯងហើយអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាត្រូវចាំថាពេលដែលអ្នកទាំងអស់គ្នា deactivate account ពេលដែលអ្នកទាំងអស់គ្នា log in គឺអា deactivation ហ្នឹងគឺវាបើកខ្លួនវាហើយអញ្ចឹងអ្នកទាំងអស់គ្នាបើចង់ឲ្យរក្សាអាការ deactivate ហ្នឹងឲ្យវានៅអញ្ចឹងអ្នកទាំងអស់គ្នាកុំ log in តែអ្នកទាំងអស់គ្នា log in ទៅក្នុង Facebook app ហ្នឹងគឺវាបើកឲ្យយើងដំណើរការធម្មតាគេរកយើងឃើញធម្មតាហើយអញ្ចឹងឥឡូវយើងសាកយកពាក្យនេះមកហើយយើង click done មកអញ្ចឹងវាអត់បើកខ្លួនឯងទេលុះត្រាតែយើង log in ចូលឥឡូវយើង click continue មកចឹងគេនឹងបញ្យល់យើងឲ្យថានេះយើងប្រើ Messenger ប្រើ chat បានធម្មតាអញ្ចឹងណាទោះបីយើង deactivate Facebook របស់យើងក៏ដោយប៉ុន្តែយើងនៅអាចប្រើ chat បានធម្មតាឥឡូវយើងសម្រេចចិត្តយើងចុចពាក្យ deactivate my account ហ្នឹងមកយើង log out វិញឃើញអត់វា log out យើងអូតូហ្មងអរគុណសម្រាប់ការតាមដានហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះបាយបាយ